ពិភពលោកទាំងមូលតែងតែឆ្ងល់ថាហេតុអ្វីបានជាប្រទេសរុស្ស៊ីដែលមានប្រជាជនរហូតដល់ទៅ140លាននាក់បែរជាសឹងតែរកមិនឃើញជនជាតិស្បែកខ្មៅតតែសោះបែបនេះសម្រាប់អ្នកដែលធ្លាប់ទៅលេងប្រទេសរុស្ស៊ីឬតាមដានព័ត៌មានញឹកញាប់ភាគច្រើននឹងមានអារម្មណ៍ដូចគ្នាថានៅក្នុងប្រទេសដ៏ធំមួយនេះវត្តមានរបស់ជនជាតិស្បែកខ្មៅគឺកម្រមានណាស់ពេលដើរតាមដងផ្លូវក្នុងទីក្រុងមូស្គូឬសាំងពីតឺបឺកមុខមាត់ជនជាតិស្បែកខ្មៅប្រៀបដូចជារបស់កម្រទៅហើយបើប្រៀបធៀបជាមួយប្រទេសផ្សេងទៀតវាកាន់តែខុសប្លែកគ្នាខ្លាំងនៅប្រទេសបារាំងប្រជាជនដើមកំណើតអាហ្វ្រិកមានជាង 8% ចក្រភពអង់គ្លេសមានជាង 7% ហើយសូម្បីតែអាល្លឺម៉ង់នៅអឺរ៉ុបកណ្ដាលក៏មានជាង 3% ដែរមានតែប្រទេសរុស្ស៊ីមួយគត់ដែលមានប្រជាជនដើមកំណើតអាហ្វ្រិកមិនដល់ 0.03% ផងដែលនេះជាករណីលើកលែងដាច់គេមួយនៅអឺរ៉ុបថែមទាំងមានមតិខ្លះនិយាយចំថាទោះបីជារុស្ស៊ីមិនបានប្រកាសជាចំហក្នុងការរើសអើងជនជាតិអាហ្វ្រិកក៏ដោយប៉ុន្តែពួកគេបានប្រើប្រាស់ប្រព័ន្ធពិនិត្យអន្តោប្រវេសន៍ដ៏តឹងរ៉ឹងបំផុតដើម្បីបិទផ្លូវមិនឲ្យជនជាតិស្បែកខ្មៅអាចមករស់នៅទីនេះរយៈពេលវែងបាន Flatness ចង់មកចាក់ឫសនៅទីនេះគ្រាន់តែមានសមត្ថភាពនិងទ្រព្យសម្បត្តិគឺមិនគ្រប់គ្រាន់ឡើយព្រោះការពិនិត្យគឺតឹងរ៉ឹងរហូតសឹងតែគ្មានចន្លោះប្រហោងទាល់តែសោះបាតុភូតនេះក៏បានក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងការជជែកដេញដោលអំពីបញ្ហាអន្តោប្រវេសន៍អន្តរជាតិមនុស្សជាច្រើនបានសន្និដ្ឋានយ៉ាងសាមញ្ញថាវាជាការរើសអើងពូជសាសន៍ហើយរិះគន់រុស្ស៊ីថាមានគំនិតលំអៀងនិងរុញច្រានអ្នកដទៃនៅលើបណ្ដាញអ៊ីនធឺណិតមានការប្រកែកគ្នាយ៉ាងខ្លាំងក្លាប៉ុន្តែការពិតមិនមែនមានតែម្ខាងឬខ្មៅបែបនោះឡើយមូលហេតុដែលនាំឲ្យមានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើជនជាតិអាហ្វ្រិកពីខាងក្រៅគឺដោយសារតែសហគមន៍ស្បែកខ្មៅកាលពីសម័យសហភាពសូវៀតធ្លាប់បានបន្សល់ទុកនូវបញ្ហានិងរបួសសង្គមដ៏ជ្រាលជ្រៅដែលពិបាកនឹងលុបលាងប្រវត្តិសាស្ត្រដ៏ពិសេសមួយក្នុងសម័យសង្គ្រាមត្រជាក់ដែលត្រូវបានកប់ទុកនោះទើបជាឫសគល់នៃស្ថានភាពបច្ចុប្បន្នមានតែការយល់ដឹងពីប្រវត្តិសាស្ត្រនេះទេទើបអាចយល់ពីជំរឿសពិតប្រាកដរបស់រុស្ស៊ីបើក្រឡេកទៅមើលទសវត្សរ៍ឆ្នាំ1960ពិភពលោកបានឈានចូលដល់ដំណាក់កាលដ៏ក្តៅគគុកនៃសង្គ្រាមត្រជាក់រវាងអាមេរិកនិងសូវៀតមហាអំណាចទាំងពីរដើម្បីដណ្ដើមឥទ្ធិពលលើពិភពលោកបានបង្វែរការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទ្វីបអាហ្វ្រិកដែលជាតំបន់មិនទាន់ជ្រើសរើសខាងច្បាស់លាស់នៅឡើយសហភាពសូវៀតមានគម្រោងច្បាស់លាស់ណាស់គឺការទាញយកផលប្រយោជន៍ពីបណ្ដាប្រទេសឯករាជ្យថ្មីៗនៅអាហ្វ្រិកដោយការបណ្ដុះបណ្ដាលក្រុមបញ្ញវន្តដែលគាំទ្រសូវៀតនៅពេលដែលយុវជនទាំងនោះត្រឡប់ទៅដឹកនាំប្រទេសវិញពួកគេនឹងក្លាយជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សូវៀតជាហេតុដូច្នេះហើយសូវៀតបានបើកទ្វារចំហនិងបង្កើតកម្មវិធីជានិស្សិតអាហ្វ្រិកក្នុងទ្រង់ទ្រាយធំថែមទាំងបានបង្កើតសាកលវិទ្យាល័យមិត្តភាពប្រជាជនរុស្ស៊ីនៅទីក្រុងមូស្គូក្នុងគោលបំណងទទួលសិស្សមកពីតំបន់អាស៊ីអាហ្វ្រិកនិងអាមេរិកឡាទីនវាត្រូវបានសូវៀតចាត់ទុកជានិមិត្តរូបនៃមិត្តភាពពូជសាសន៍អន្តរជាតិដែលមានបេសកកម្មស្នូលក្នុងការផ្សព្វផ្សាយមនោគមវិជ្ជានិងបណ្ដុះបណ្ដាលក្រុមបញ្ញវន្តគាំទ្រសូវៀតពីបរទេសសាកលវិទ្យាល័យនេះនៅតែដំណើរការរហូតមកដល់សប្តាហ៍ថ្ងៃនិងនៅតែរក្សាប្រពៃណីទទួលនិស្សិតមកពីប្រទេសកំពុងអភិវឌ្ឍដដែលគម្រោងនេះបានរីកចម្រើនយ៉ាងលឿនបំណួននិស្សិតអាហ្វ្រិកបានកើនឡើងពីមិនដល់ 1000 នាក់ក្នុងឆ្នាំ1960ឡើងរហូតដល់ទៅជាង 14000 នាក់ក្នុងឆ្នាំ1900 Tracking ដែលស្មើនឹង 62% នៃចំនួននិស្សិតបរទេសសរុបនៅក្នុងសហភាពសូវៀតនាពេលនោះសហភាពសូវៀតបានក្លាយជាប្រទេសដែលទទួលនិស្សិតស្បែកខ្មៅពីអាហ្វ្រិកច្រើនជាងគេបំផុតនៅលើពិភពលោកដែលមានចំនួនច្រើនជាងកម្មវិធីគាំទ្រនិស្សិតអាហ្វ្រិករបស់អាមេរិកនិងបារាំងឆ្ងាយណាស់រៀងរាល់ឆ្នាំសូវៀតបានចំណាយថវិកាឧបត្ថម្ភយ៉ាងច្រើនដែលស្មើនឹង 11% នៃកញ្ចប់ថវិកាអប់រំសរុបនាពេលនោះពោលគឺការចំណាយទុនយ៉ាងមហាសាលសម្រាប់កិច្ចការការទូតដើម្បីទាក់ទាញចិត្តក្រុមនិស្សិតទាំងនេះសូវៀតបានផ្ដល់ការឧបត្ថម្ភខ្ពស់ជាងប្រជាជនក្នុងស្រុកឆ្ងាយណាស់ដែលអាចនិយាយបានថាជាការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយមិនត្រឹមតែចេញថ្លៃសម្បត្តិយន្តហោះទៅមកអាហ្វ្រិកទាំងស្រុងនិងបង្រៀនចំណេះដឹងបច្ចេកវិទ្យាទំនើបៗដោយឥតគិតថ្លៃប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន90រូបថែមទៀតផងនិស្សិតបរទេសមិនចាំបាច់ធ្វើការងារអ្វីទាល់តែសោះក៏អាចទទួលបានប្រាក់នេះយ៉ាងស្រួលដើមឡើយសូវៀតរំពឹងថានឹងអាចសម្រេចបាននូវគោលដៅការទូតរបស់ខ្លួននៅអាហ្វ្រិកតាមរយៈការផ្ដល់ជូនដ៏ពិសេសនេះប៉ុន្តែទំនាស់នឹងបញ្ហាបង្កប់ន័យបានចាប់ផ្ដើមកើតឡើងតាំងពីថ្ងៃដំបូងដែលនិស្សិតអាហ្វ្រិកបានឈានជើងចូលដីសូវៀតហើយវាក៏បានរីកធំឡើងបន្តិចម្ដងរហូតក្លាយជាចំនួនដែលមិនអាចសម្របសម្រួលបានអ្វីដែលប៉ះពាល់អារម្មណ៍ប្រជាជនទូទៅខ្លាំងបំផុតនិងចំបំផុតគឺអតុល្យភាពផ្លូវចិត្តដែលបង្កឡើងដោយគម្លាតនៃការទទួលបានផលប្រយោជន៍នៅពេលដែលគម្លាតនេះត្រូវបានស្ដែងឡើងក្នុងជីវភាពរស់នៅជាក់ស្ដែងភាពខុសគ្នាយ៉ាងខ្លាំងនោះបានធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថាគ្មានយុត្តិធម៌ឡើយនៅក្នុងសម័យនោះសហភាពសូវៀតទើបតែឆ្លងផុតការខូចខាតយ៉ាងធ្ងន់ធ្ងរពីសង្គ្រាមលោកលើកទី2អ្វីៗគ្រប់យ៉ាងត្រូវចាប់ផ្ដើមឡើងវិញជីវភាពប្រជាជនទូទៅគឺជួបការលំបាកខ្លាំងណាស់ទំនិញនិងស្បៀងអាហារត្រូវបានគ្រប់គ្រងដោយប្រព័ន្ធរបបកូតារយៈពេលវែងការទិញប័រ1ដុំឬស្ករស1គីឡូត្រូវឈរតម្រង់ជួររាប់ម៉ោងកណ្ដាលខ្យល់រងាភាពខ្វះខាតសម្ភារៈនិងជីវភាពតានតឹងគឺជាស្ថានភាពទូទៅរបស់ប្រជាជនទាំងអស់ដែលត្រូវតែខំប្រឹកព្រៀនដើម្បីរស់នៅពេលនោះកម្មករជំនាញទូទៅរបស់សូវៀតទទួលបានប្រាក់ខែត្រឹមតែ50ទៅ60រូបលីប៉ុណ្ណោះប៉ុន្តែប្រាក់ឧបត្ថម្ភរបស់និស្សិតអាហ្វ្រិកគឺខ្ពស់ជាង7 ដងចំណែកឯនិស្សិតក្នុងស្រុករបស់សូវៀតវិញទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែត្រឹមតែ15ទៅ20រូបលីប៉ុណ្ណោះពោលគឺមិនដល់ 1/5 នៃនិស្សិតអាហ្វ្រិកផងដែលនេះជាគម្លាតដ៏ធំធេងមួយបើក្រឡេកមើលពីសមត្ថភាពទិញជាក់ស្ដែងនៅទីក្រុងមូស្គូនំបង់ខ្មៅ1គីឡូក្រាមមានតម្លៃពី13ទៅ16កូប៉ិកប្រាក់ខែរបស់កម្មករទូទៅអាចទិញបានជិត400គីឡូក្រាមប៉ុន្តែសម្រាប់និស្សិតបរទេសគ្រាន់តែប្រាក់ឧបត្ថម្ភគឺអាចទិញបានជិត700គីឡូក្រាមទៅហើយបើគិតតាមអត្រាប្តូរប្រាក់រវាងសូវៀតនិងអាមេរិកនាពេលនោះ90រូបគឺស្មើនឹងប្រហែល12.6ដុល្លារអាមេរិកដែលសមត្ថភាពទិញជាក់ស្ដែងគឺខ្ពស់ជាងថ្នាក់កម្មករធម្មតាឆ្ងាយណាស់សូម្បីតែមន្ត្រីថ្នាក់កណ្ដាលរបស់សូវៀតជាច្រើនក៏មិនអាចប្រៀបផ្ទឹមបានដែរភាពខុសគ្នានេះមិនមែនគ្រាន់តែជាតួលេខនៅលើក្រដាសនោះទេប៉ុន្តែវាជាការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងវាជាភាពមិនស្មើគ្នាខ្លាំងរវាងការលះបង់និងអ្វីដែលទទួលបានដែលវាបានចាក់ដោតបេះដូងប្រជាជនសូវៀតដែលកំពុងធ្វើការងារយ៉ាងលំបាកគ្រប់គ្នា
នាពេលនោះតាមដងផ្លូវក្នុងសហភាពសូវៀតពោពេញដោយការរអ៊ូរទាំទាំងនៅក្នុងរោងចក្រនិងក្នុងអន្តេវាសិកដ្ឋានភាពមិនពេញចិត្តរបស់ប្រជាជនអាចមើលឃើញនៅគ្រប់ទីកន្លែងការរអ៊ូរទាំដែលសរសេរដោយកម្មករសូវៀតម្នាក់នៅក្នុងកំណត់ហេតុប្រចាំថ្ងៃបានស្ដែងចេញពីចិត្តរបស់មនុស្សភាគច្រើនថាពួកយើងធ្វើការហូរញើសជជែកក្នុងរោងចក្រលះបង់គ្រប់យ៉ាងដើម្បីកសាងប្រទេសជាតិប៉ុន្តែពួកគេមិនបាច់ធ្វើអ្វីសោះបែរជាអាចរស់នៅយ៉ាងសុខស្រួលនិងរីករាយនឹងជីវិតដែលពួកយើងមិនអាចទទួលបានទៅវិញសម្ដីនេះបានក្លាយជាការឆ្លុះបញ្ចាំងពិតប្រាកដបំផុតពីអារម្មណ៍របស់ប្រជាជនសូវៀតនាពេលនោះក្រៅពីគម្លាតនៃជីវភាពរស់នៅការប៉ះទង្គិចគ្នានៃរបៀបរស់នៅក៏កាន់តែបន្ថែមសាំងលើភ្លើងថែមទៀតនិស្សិតក្នុងស្រុករបស់សូវៀតភាគច្រើនត្រូវរស់នៅប្រជ្រៀតគ្នាក្នុងអន្តេវាសិកដ្ឋានរួមដ៏សើមនិងចង្អៀតដែលមានមនុស្សរហូតដល់ទៅជាង10នាក់ក្នុងមួយបន្ទប់សូម្បីតែបង្វែរខ្លួនក៏ពិបាកដែរជីវភាពគឺសាមញ្ញនិងខ្សត់ខ្សោយខ្លាំងណាស់ផ្ទុយទៅវិញនិស្សិតអាហ្វ្រិកជាច្រើនដែលទទួលបានប្រាក់ឧបត្ថម្ភខ្ពស់មិនបានយកចិត្តទុកដាក់លើការរៀនសូត្រឡើយពួកគេស្លៀកពាក់ឈុតបស្ចិមប្រទេសដ៏ទាន់សម័យពាក់នាឡិកានាំចូលដ៏ភ្លឺរលោងពេលទំនេរតែងតែប្រមូលផ្តុំគ្នានៅក្នុងបន្ទប់ឬតាមដងផ្លូវដើម្បីស្ដាប់តន្ត្រីហ្សាស Jazz រាំរបាំអាហ្វ្រិកដើរលេងតាមសួនច្បាររោងកុនហើយថែមទាំងចូលចិត្តតាក់ទងស្នេហាជាមួយនារីវ័យក្មេងក្នុងស្រុករបស់សូវៀតទៀតផងបើគិតមកដល់បច្ចុប្បន្នរឿងទាំងនេះគឺជារឿងធម្មតាណាស់ប៉ុន្តែនៅក្នុងសង្គមសូវៀតនាពេលនោះដែលមានផ្នត់គំនិតអភិរក្សនិយមនិងខ្វះខាតសម្ភារៈរូបភាពបែបនេះគឺពិតជាទាស់ភ្នែកខ្លាំងណាស់ប្រៀបដូចជាបន្លាដែលចាក់ដោតក្នុងចិត្តរបស់ប្រជាជនក្នុងស្រុកអ្វីដែលស៊ីជម្រៅជាងនេះទៅទៀតនោះគឺនៅក្នុងសម័យរបស់លោកគ្រូឆេវ Khrushchev សហភាពសូវៀតកំពុងតែប្រឆាំងយ៉ាងដាច់អហង្ការចំពោះការជ្រៀតជ្រែកនៃវប្បធម៌ប្រចាំប្រទេសតន្ត្រីហ្សាសនិងការស្លៀកពាក់តាមបែបបស្ចិមលោកត្រូវបានគេចាត់ទុកជាវប្បធម៌ពុករលួយនៃរបបផាន់វេសាហី Capitalism ដែលសូម្បីតែយុវជនក្នុងស្រុកបើប៉ះពាល់ក៏ត្រូវរងការរឹតបន្តឹងដែរប៉ុន្តែសកម្មភាពទាំងនេះរបស់និស្សិតអាហ្វ្រិកមិនត្រឹមតែបានបំបីសណ្ដាប់ធ្នាប់នៃជីវិតសង្គមប៉ុណ្ណោះទេសូមអរគុណចំពោះការទស្សនាជួបគ្នានៅវីដេអូក្រោយ